សួស្តីអ្នកទាំងអស់គ្នាយើងវិលមកជួបគ្នាម្ដងទៀតនៅក្នុងសាច់រឿង Van and Swan វគ្គនេះគឺជាវគ្គបញ្ចប់នៃការចូលទៅក្នុងដនចន់នៃវិញ្ញាសានៃការអនុវត្តវេទមន្តហើយឥឡូវនេះក្រុមរបស់វាកំពុងតែជួបបិសាចមួយប្រភេទដែលខ្លាំងក្លាមែនទែនហើយវាមានឈ្មោះថា Evil Grand Dukes ហើយវាមាន credit រហូតដល់270 credit ឯណោះហើយវាគឺជាបិសាចដែលរស់នៅក្នុងដនចន់ចន់ទី25ឯណោះហើយអ្នកគ្រប់គ្នាពិតជាឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីបានជាបិសាចមួយប្រភេទហ្នឹងវាឡើងមកចន់ទី10និងចន់ទី11ធ្វើអ្វីព្រោះឯនៅទីនេះមិនស័ក្តិសមទៅនឹងអ្វីដែលវារស់នៅនោះទេនៅខណៈពេលនេះក្រុមរបស់វាកំពុងតែដកថយសិនដើម្បីរៀបយុទ្ធសាស្ត្រវាបកទៅលើបិសាច Grand Dukes ជាថ្មីនៅក្នុងយុទ្ធសាស្ត្ររបស់ពួកគេគឺពួកគេបានផ្ដល់ឱកាសទៅឲ្យ Julius ជាអ្នកវាបកទៅកាន់បិសាចមួយនេះចំពោះមិត្តរួមក្រុមដែលនៅសេសសល់គឺធ្វើការវាប្រហារទៅលើបិសាចនេះផ្ទួនគ្នាក៏ដូចជាជួយទិញពេលវេលាទៅកាន់ Julius ផងដែរដើម្បីឲ្យគាត់សន្សំថាមពលនិងសន្សំកម្លាំងជាលើកចុងក្រោយវាប្រហារទៅលើបិសាច Grand Duke ហើយគាត់ក៏បានប្រើនៅវេទមន្តដ៏ខ្លាំងរបស់គាត់មួយដើម្បីវាប្រហារទៅលើបិសាច Grand Dukeនៅក្នុងការវាប្រហារទៅកាន់បិសាចមួយនឹងធ្វើឲ្យអ្នកគ្រប់គ្នាគិតថាបិសាចមួយនឹងប្រហែលជានឹងអាចបាត់បង់ជីវិតបាត់ទៅហើយក៏ប៉ុន្តែការគិតរបស់ពួកគេវាមិនដូចជាការពិតនោះទេបិសាចមួយនឹងគឺនៅមានជីវិតនៅឡើយហើយនៅក្នុងគម្រោងការមួយនេះគឺអ្នកគ្រប់គ្នាបានដឹងហើយថាបិសាចមួយប្រភេទនេះវាមិនងាយស្រួលនៅក្នុងការសម្លាប់នោះទេដោយសារតែអញ្ចឹងហើយទើបអ្នកទាំងអស់គ្នាឲ្យលីហាណាជាអ្នកវាប្រហារទៅលើបិសាចមួយនេះជាលើកចុងក្រោយដើម្បីបញ្ចប់នៅជីវិតរបស់វាក៏ប៉ុន្តែគម្រោងការមួយនឹងគឺមិនបានជោគជ័យនៅទេដោយសារតែបិសាចមួយនឹងគឺវាមានខឹស energy ការពារខ្លួនឬក៏ដូចជាជួយវាយបកទៅកាន់សត្រូវរបស់វាផងដែរនៅក្នុងពេលហ្នឹងឆ្មាគីគីរបស់វាក៏បានចូលមកទប់នៅវេទមន្តការវាយបករបស់បិសាចដែរក៏ប៉ុន្តែគីគីមិនអាចទប់ជាប់ទៅនឹងការវាយបករបស់បិសាចនោះទេធ្វើឲ្យក្របវេទមន្តមួយទៅត្រូវនឹងវ៉ែនតារបស់វាធ្វើឲ្យខ្ទេចខ្ទីតែម្ដងនៅពេលដែលវាគាត់ឃើញវ៉ែនតាដែលជាសំណពចិត្តរបស់គាត់ខូចបែបនេះគឺគាត់គាំងនៅមួយកន្លែងធ្វើអ្វីមិនចេញនោះទេពេលនេះវាគាត់មិនតន់ជាមានស្មារតីគ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយនឹងបិសាចនេះនោះទេអញ្ចឹងការទប់ទល់ជាមួយនឹងបិសាចមួយនេះគឺមានតែលីហាណាជាមួយនឹងវីងណាតែប៉ុណ្ណោះដែលមានស្មារតីគ្រប់គ្រាន់ដើម្បីតទល់ជាមួយនឹងបិសាច Grand Duke នៅពេលនេះអ្នកទាំងពីរមានឱកាសដើម្បីសម្លាប់ទៅលើបិសាចនឹងដែរក៏ប៉ុន្តែបិសាចមួយនឹងអាចរើបំរាស់ពីវេទមន្តរបស់អ្នកទាំងពីរបានហើយក៏បានស្រែកមកវាស់ធ្វើឲ្យអ្នកទាំងពីរប៉ាំងខ្ចាត់ខ្ចាយយកតែម្ដងចំណែកអាវីឡានេះវិញគឺក៏បានប្រមូលស្មារតីគ្រប់គ្រាន់ដើម្បីធ្វើការប្រយុទ្ធជាមួយនឹងបិសាច Grand Duke ជាថ្មីម្ដងទៀតនៅពេលនេះវាកំពុងតែតតាំងជាមួយនឹងគូសត្រូវដែលខ្លាំងជាងគាត់រាប់រយដងនៅពេលនេះបិសាចមួយនឹងក៏បានដាក់ស៊ុប័រយ៉ាងខ្លាំងមួយមកកាន់វាផងដែរហើយវាក៏គាត់មិនបានកិច្ចអំពីស៊ុប័រនោះទេគាត់ក៏បានតទល់ទៅនឹងស៊ុប័រមួយនឹងនៅពេលដែលធូលីដីបានរសាត់ចេញអស់ពួកគេបានឃើញនៅសល់ត្រឹមតែដាវរបស់គាត់តែប៉ុណ្ណោះដែលជាប់នៅដីតាមការពិតវាគឺគាត់បានបង្វែរដានទៅលើបិសាចមួយនឹងហើយគាត់បានហក់ចេញពីលើមកវិញនោះទេគ្រាន់តែ Khaled នាងបានឃើញបែបនឹងភ្លាមគឺនាងបានប្រើនៅវេទមន្តរបស់នាងដើម្បីផ្ដល់ជូនដាវទៅកាន់វាដើម្បីធ្វើការវាបកទៅកាន់បិសាច Grand Duke នេះជាថ្មីការវាប្រហាររបស់គាត់លើកនេះគឺមិនបានធ្វើឲ្យបិសាចមួយនេះត្រូវរបួសសំបីតែបន្តិចក៏ប៉ុន្តែបែរជាធ្វើឲ្យបិសាចខឹងទៅលើពួកគេកាន់តែខ្លាំងលើដើមក៏ប៉ុន្តែនៅពេលនេះស៊ីយ៉ុនក៏បានចូលមកជួយដើម្បីធ្វើការវាបកទៅលើបិសាចមួយនេះផងដែរនៅពេលដែលគាត់បានចូលមកដល់ដីភ្លាមគាត់ក៏បានដាក់ស៊ុប័រយ៉ាងខ្លាំងរបស់គាត់មួយដើម្បីទៅកម្ចាត់ទៅលើបិសាចមួយហ្នឹងបីជាគាត់ប្រើវេទមន្តដ៏ខ្លាំងរបស់គាត់ដើម្បីធ្វើការវាប្រហារទៅលើបិសាចមួយនេះក៏ដោយក៏បិសាចមួយនេះមិនមានរបួសសំបីតែបន្តិចនៅពេលនេះអ្នកទាំងអស់គ្នាកំពុងតែអស់សង្ឃឹមហើយដែលសារតែវាមួយសន្ទុះហើយបិសាចមួយនេះនៅតែមិនមានរបួសទៀតនៅក្នុងខណៈពេលនោះស្រាប់តែមានរបស់មួយយ៉ាងធ្លាក់មកពីលើហើយអ្នកដែលទម្លាក់របស់នឹងមកគឺគ្មាននរណាទេក្រៅពី Rose ទេហើយរបស់ដែលធ្លាក់មកនឹងយើងមើលទៅហាក់បីដូចជាគុជគ្រីស្តាល់អញ្ចឹងក៏ប៉ុន្តែយើងមិនដឹងអំពីអត្ថន័យរបស់វានោះទេស្រាប់តែពេលនោះវាក៏គាត់បាននឹកឃើញអំពីយុទ្ធសាស្ត្រថ្មីមួយទៀតហើយនៅក្នុងយុទ្ធសាស្ត្រមួយហ្នឹងគឺគាត់បានឲ្យស៊ីយ៉នបានបញ្ចេញវេទមន្តទៅកាន់គាត់ហើយគាត់ក៏បានយកដាវដើម្បីពុះទៅលើវេទមន្តមួយហ្នឹងស្រាប់តែពេលនោះមានអភូតហេតុកើតឡើងដាវរបស់គាត់ក៏បានស៊ីនៅថាមពលរបស់ស៊ីយ៉នហើយនៅពេលនេះភ្នែករបស់គាត់ក៏បានឡើងពណ៌ក្រហមផងដែរហើយគាត់ក៏បានធ្វើការវាប្រហារទៅលើបិសាច Grand Duke នេះជាថ្មីផងដែរដោយសារតែមានវេទមន្តរបស់ស៊ីយ៉នដាក់ចូលទៅក្នុងដាវរបស់គាត់ធ្វើឲ្យគាត់ងាយស្រួលទៅក្នុងការសម្លាប់បិសាចមួយនេះយ៉ាងងាយស្រួលជាទីបំផុតហើយយុទ្ធសាស្ត្រមួយនេះគឺគាត់បានដាក់ឈ្មោះថាដាវនឹងដាវនៅពេលនេះវាពិតជាចម្លែកខ្លាំងណាស់តែហេតុអ្វីបានជាវាអាចយកវេទមន្តរបស់ស៊ីយ៉នដាក់ចូលទៅក្នុងដាវរបស់គាត់បានដូច្នេះការស្លាប់របស់បិសាច
แกรนดุกធ្វើឲ្យបិសាចសន្តានាជាច្រើនក្បាលសម្រុកមករកអ្នកទាំងអស់គ្នាដែលមានអវត្តមាននៅទីកន្លែងមួយនេះនៅពេលនេះអ្នកទាំងអស់គ្នាកំពុងតែធ្លាក់ទៅក្នុងការអស់សង្ឃឹមសារជាថ្មីដោយសារតែពួកគេមិនមានកម្លាំងដើម្បីប្រយុទ្ធទៀតនោះទេនៅខណៈពេលនេះគឺមិនដឹងជានរណាទេដែលមកជួយពួកគេត្រឹមតែមួយប្រពេចភ្នែកតែប៉ុណ្ណោះបិសាចដែលមានអវត្តមាននៅទីនេះរលាយខ្សលខ្លាចជាផេះតែម្ដងហើយបុរសដែលឈរកាន់ឈើច្រត់មួយនេះគឺគាត់មានឈ្មោះថាអារ៉ុនហើយគាត់គឺជាស្ដេចនៃពន្លឺហើយគាត់គឺជាស្ដេចនៃមេជាវណ្ឌ័រទាំងអស់ផងដែរដោយសារតែការប្រយុទ្ធរបស់ពួកគេល្អគាត់ក៏បានឲ្យពរនៃពន្លឺទៅកាន់ពួកគេទាំងអស់គ្នាダンジョンの闇に抗い抜いた者たちに光の祝福を与えたនៅពេលនេះអ្នកទាំងអស់គ្នាគឺពិតជាសប្បាយចិត្តណាស់ដោយសារតែបានទទួលពរពីស្ដេចពន្លឺវាហាក់បីដូចជាគាត់ទទួលស្គាល់អំពីសមត្ថភាពរបស់ពួកគេផងដែរហើយអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីកន្លែងនេះគឺត្រូវតែថ្វាយបង្គំនិងទទួលពរអំពីវត្តមាននៃស្ដេចពន្លឺនៅក្នុងគណៈពេលហ្នឹងគឺស្រាប់តែមានក្មេងប្រុសម្នាក់បានលោតចុះពីលើយ៉ាងខ្ពស់ដើម្បីមកស្វាគមន៍និងរាក់ទាក់ជាមួយនឹងវាលហើយនៅពេលហ្នឹងក្មេងប្រុសម្នាក់ហ្នឹងក៏បានសួរឈ្មោះវាលផងដែរហើយក្មេងប្រុសម្នាក់ហ្នឹងក៏បានប្រាប់ឈ្មោះទៅកាន់វាលផងដែរគាត់គឺមានឈ្មោះថា Finn ហើយអ្នកទាំងពីរក៏បានស្គាល់គ្នាផងដែរយើងក៏លេចមកមើលនៅក្នុងសាលា Ricarden នេះវិញការអនុវត្តជាក់ស្ដែងនៅក្នុងវិញ្ញាសានៃការអនុវត្តគឺធ្វើឲ្យមនុស្សស្លាប់រហូតទៅដល់11នាក់ណោះចំពោះការស្លាប់11នាក់នេះគឺសុទ្ធសឹងតែជាលោកគ្រូហ្មងមិនមែនជាសិស្សនោះទេហើយក៏មានសេចក្តីតាមចាប់ទៅលើមនុស្ស2នាក់ដែលបានសម្លាប់ទៅលើមនុស្ស11នាក់ហ្នឹងផងដែរចំណែកឯក្រុមរបស់វានេះវិញពួកគេកំពុងតែស្នាក់នៅឬក៏កំពុងតែព្យាបាលនៅក្នុងបន្ទប់ជំងឺអ្នកទាំងអស់គ្នាគឺពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលពួកគេមានអាយុជីវិតមកដល់ពេលនេះនៅពេលដែលពួកគេកំពុងតែនិយាយគ្នាសុកសោកស្រាប់តែលីហាណានាងឃ្លានបាយពេកក៏ពោះឡើងលើពេញបន្ទប់យកតែម្ដងនៅពេលដែលនាងបានញ៉ាំផ្លែប៉ោមដែលខាឡេតនាងបានចិត្តហើយគឺញ៉ាំហើយញ៉ាំទៀតរហូតឡើងអស់របស់វាលតែម្ដងអូយសុំញ៉ាំតែមួយទៀតសោះក៏មិនបានដែរនៅពេលដែលប្រយុទ្ធគេប្រើកម្លាំងអស់ច្រើនណាស់ណាដឹងអត់នៅក្នុងអំឡុងពេលដែលពួកគេកំពុងតែប្រកែកគ្នាស្រាប់តែលីហាណានាងក៏បានឆ្ងល់ថាតើហេតុអ្វីបានជាវាលអាចប្រើប្រាស់នៅវេទមន្តរបស់ស៊ីយ៉នបានអ្នកទាំងអស់គ្នាកំពុងតែឆ្ងល់អំពីវាថាតើធ្វើដូចម្ដេចដើម្បីយកវេទមន្តរបស់ស៊ីយ៉នទៅដាក់នៅក្នុងដាវរបស់គាត់បានស្រាប់តែជូលៀសមកនិយាយអំពីផែនការដែលវាលបានរៀបចំបរាជ័យនឹងធ្វើឲ្យ Colette នាងរៀងខឹងដែរក៏បានយកផ្លែប៉ោមទៅញុកមកយកហ្មងទៅកុំឲ្យនិយាយច្រើនពេកសូម្បីតែវាលខ្លួនគាត់ក៏គាត់ពិតជាមិនយល់ដែរថាតើហេតុអ្វីបានជាគាត់អាចយកវេទមន្តរបស់ស៊ីយ៉នមកដាក់ក្នុងដាវរបស់ខ្លួនឯងបានដោយសារតែខ្លួនគាត់មិនដឹងអំពីចំណោមហ្នឹងគាត់ក៏បានសួរអ្នកទាំងអស់គ្នាថាតើ Finn នឹងគឺជានរណាគេហើយលីហាណានាងក៏បានបញ្យល់វាលផងដែរថា Finn គឺជាកសម្ព័ន្ធមួយហើយកសម្ព័ន្ធ Finn គឺមិនអាចប្រើប្រាស់នៅវេទមន្តអស់ជាច្រើនចំនួនមកហើយច្បាប់និងការយល់ដឹងអំពី Donjon គឺគ្មាននរណាដែលយល់ច្បាស់អំពីកសម្ព័ន្ធ Finn នោះទេក៏ប៉ុន្តែវាមិនមានន័យថាកសម្ព័ន្ធ Finn ទាំងអស់សុទ្ធតែយល់ដឹងអំពីច្បាប់នៃ Donjon នោះទេគឺមានតិចតួចណាដែលអ្នកយល់ដឹងឬក៏ដឹងច្បាស់ពី Donjon នៅពេលនេះ Finn កំពុងតែមកជួបជាមួយនឹងនាយកសាលាខាត្រនឬក៏រាយការណ៍អំពីការចូលទៅក្នុង Donjon របស់គាត់ហើយគាត់ក៏បានប្រាប់នាយកសាលាខាត្រនផងដែរថាគាត់បានរកឃើញដាវមួយប្រភេទនៅក្នុង Donjon ជាន់ទី49ណាគឺវាមិនដឹងជាដាវអីនោះទេការចោះទៅក្នុង Donjon ដ៏ជ្រៅបែបនេះ Finn ក៏ត្រូវតែសុំការអនុញ្ញាតពីស្ដេចនៃពន្លឺផងដែរទើបគាត់អាចចោះបានហើយដាវមួយប្រភេទនឹង Finn ក៏គាត់បានសង្ស័យថាគឺជាឃាតករជាអ្នកបង្កើតឡើងដោយឃាតករបានចូលទៅក្នុង Donjon យ៉ាងជ្រៅដើម្បីប្រមូលនៅវត្ថុធាតុដើមជាច្រើនដើម្បីមកផ្គុំគ្នានិងផលិតនៅដាវមួយនេះឡើងហើយលោក Aaron នៃស្ដេចពន្លឺក៏បានឲ្យ Finn ចូលទៅក្នុង Donjon សាជាថ្មីដើម្បីស៊ើបអង្កេតនៃរឿងនឹងផងដែរហើយមុននឹងគាត់ចេញទៅគាត់ក៏បានសួរនាយកសាលាខាត្រនផងដែរអំពីវាលហើយនាយកសាលាខាត្រនក៏បានប្រាប់ Finn អំពីវាលផងដែរថាវាលគឺជាក្មេងប្រុសដែលមិនមានវេទមន្តនោះទេក៏ប៉ុន្តែគាត់គឺមានក្តីប្រាថ្នានិងមានគោលបំណងចង់ក្លាយទៅជាមេជា Wonder ចំណែកឯ Finn ក៏គាត់បានតបទៅកាន់នាយកសាលាខាត្រនវិញផងដែរថាគាត់មិនដែលលឺនោះទេមនុស្សដែលមានក្បាច់គុណដាវចង់ក្លាយទៅជាមេជា Wonder ទៅវិញនៅពេលដែលគាត់និយាយចប់ហើយគាត់ក៏ដើរចាក់ចេញពីនាយកសាលាខាត្រនដើម្បីទៅធ្វើការងាររបស់គាត់តទៅចំណែកឯវាលនេះវិញគឺគាត់មានកម្លាំងគ្រប់គ្រាន់ដើម្បីមកវឹកហាត់និងស្ដារកាយសម្បទារបស់គាត់ឲ្យមកដូចដើមវិញហើយ Colette នាងក៏បាននិយាយផងដែរថាតើហេតុអ្វីបានជាវាមិនសម្រាកហើយវាក៏បានតបថាគាត់នៅមានគោលដៅច្រើនទៀតនៅក្នុងការធ្វើមិនមែនតែ Colette នាងឆ្ងល់នោះទេសូម្បីតែអ្នកគ្រប់គ្នាក៏ឆ្ងល់ដែរថាតើខ្លួនរបស់គាត់ធ្វើមកពីអ្វីត្រូវរបួសដល់ថ្នាក់នឹងហើយនៅមានកម្លាំងទៅវឹកហាត់ខ្លួនទៀតគ្រាន់តែស៊ីយ៉នបានលើបែបនឹងភ្លាមគាត់ក៏បានដើរទៅប្រួយហើយក៏ស្រែកមួយទំហឹងយកតែម្ដង
僕と勝負しろ。 បន្ទាប់មកគាត់ក៏លោតចុះពីលើប្អូចនឹងយកមកតែម្ដងគ្រាន់តែគាត់មកដល់ដីភ្លាមគឺគាត់រៀងទ្រុឌទ្រោមបាត់ទៅហើយក៏ប៉ុន្តែគាត់បាននិយាយថាវាអាចធ្វើបានគាត់ក៏អាចធ្វើបានដែរហើយគាត់លោតចុះមកបែបនេះគឺគាត់ទាមទារនៅការចម្ពាក់របស់វាដោយសារតែវាជាពាក់ការប្រកួតរបស់ស៊ីយ៉នមួយហើយនៅពេលនេះពួកគេទាំងពីរនាក់ក៏បានបើកឆាកប្រកួតគ្នាម្ដងទៀតដើម្បីរកអ្នកណាឈ្នះអ្នកណាចាញ់ហើយការប្រកួតមួយនឹងមើលទៅដូចជាសប្បាយៗនោះទេមិនមែនឆ្លោះតោះតែងគ្នានោះឡើយហើយវាចៃដន្យអីនៅពេលនឹងលោកគ្រូវឹកនោះបានដើរមកល្មមក៏បានឃើញការប្រកួតរបស់ពួកគេទាំងពីរនាក់ហើយក៏បានឲ្យអ្នកទាំងពីរឈប់ប្រកួតព្រោះអីពួកគេទាំងពីរនាក់មិនតាន់ជាសះស្បើយនៅឡើយទេនៅពេលនេះថ្ងៃដែលត្រូវប្រឡងដើម្បីបញ្ចប់នៃឆ្នាំសិក្សារបស់ពួកគេគឺបានមកដល់ហើយអ្នកទាំងអស់គ្នាក៏បានត្រៀមខ្លួនរួចរាល់ដើម្បីប្រឡងនៅក្នុងការបញ្ចប់វគ្គសិក្សារបស់ពួកគេហើយនេះគឺជាការប្រឡងចុងក្រោយរបស់វាដែលរៀននៅក្នុងសាលា Ri Garden មួយនេះរឿងរបស់យើងក៏មកដល់កន្លែង slash ផងដែរហើយនេះគឺជាវគ្គបញ្ចប់នៃ season 1របស់រឿង One and Phone បើសិនបើខ្ញុំហៅឈ្មោះតួអង្គឬក៏និយាយកន្លែងណាមិនសូវជាច្បាស់អីសូមអ្នកនរគ្នាខន្តីនៅអភ័យទោសផងណាហើយខ្ញុំសូមជូនពរឲ្យអ្នកនរគ្នាទៅណាមកណាមានតែសំណាងល្អជួបតែមនុស្សល្អៗនិងរស់ស៊ីទទួលទានមានបាននៅក្នុងក្រុមគ្រួសារជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ